ហើយសិស្សអ្នកគ្នាចឹងនៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាបន្តតាមជាមួយនឹង import ថាតើ import ហ្នឹងតើវាជាគេប្រើប្រាស់វាធ្វើអីគេនៅក្នុង form ហ្នឹងហើយនៅក្នុង import ហ្នឹងតើវាពមៀនទៅលើ type អីខ្លះអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាជាមួយគ្នាទាំងអស់គ្នាអូខេអូខេចឹងសម្រាប់ទៅលើ import tag គេថា is the primary element used to create interactive control in HTML form for collecting user data ចឹងហើយវាគេថាវាហ្នឹងគឺជា empty one element meaning it does not have a crossing tag ចឹងគឺវាមានន័យថាម៉េចចឹង import tag គឺវាជា primary element ដែលគេប្រើវាសម្រាប់ធ្វើការបង្កើតទៅលើ interactive សម្រាប់ធ្វើការគ្រប់គ្រងទៅលើ HTML form ផ្សេងៗនៅក្នុងហ្នឹងដើម្បីធ្វើការចាប់យកទៅលើតន្ន័យអីចឹងទៅអូខេហើយនៅពេលមានថានៅពេលដែល user អ្នកប្រើប្រាស់ធ្វើការវាបញ្ចូលទៅលើអ្វីដែលគេធ្វើការចង់ឲ្យបង្ហាញទៅលើព័ត៌មានផ្សេងៗណាគេនឹងតម្រូវឲ្យយើងធ្វើការ import ចូលចឹងនៅពេលដែលយើងធ្វើការ import ចូលចឹងវានឹងធ្វើការបង្កើតទៅលើតន្ន័យ data ហ្នឹងចូលមកកាន់ HTML form ហ្នឹងឯងហើយគេថាក៏វាជា field must be placed inside your form element to submit data to server always pair with label to ensure web accessibility ដូចខ្ញុំបញ្ជាក់ពីវីដេអូមុនចឹងគេប្រើ label ហ្នឹងសម្រាប់ធ្វើការអីគេចឹងអ្នកគ្នាទៅមើលវីដេអូមុនទៅហើយគេប្រើវាទាំងអស់ហ្នឹងគឺតែ import ទៅ label អីទាំងអស់ហ្នឹងហើយប៊ូតុងទាំងអស់ហ្នឹងគឺប្រើក្នុង inside your form tag ហ្នឹងឯងអូខេ inside your form tag form element ហ្នឹងឯងអូខេចឹងបន្ទាប់ពីខ្ញុំបញ្យល់តាក់ទងជាមួយនឹង import ហើយខ្ញុំនឹងធ្វើការបញ្យល់អ្នកគ្នាវិញតាក់ទងជាមួយនឹង import element តើ import element ហ្នឹងវាមានទៅលើ type អីគេខ្លះអូខេចឹងគេថា the HTML import element is a most new form element ហើយគេថាវាគឺជា element that can display in many ways depending on the type attribute ចឹងវាក៏ជា element មួយដែលគេតែងតែប្រើនៅក្នុង form element ហើយវាក៏គេថាវាបង្ហាញទៅលើ many way មានថាបង្ហាញទៅលើផ្លូវចាស់ដែល depend ទៅ type ហ្នឹងមានថាដែល depend ទៅលើ type attribute ហ្នឹងចឹងសម្រាប់ type attribute នៅក្នុង import គឺវាមាន5ដូចអ្នកគ្នាបានមើលឃើញនៅក្នុងនេះចឹងទី1តាក់ទងជាមួយ input type ដែលមានលក្ខណៈជា text ចឹងគេថាវា display a single line text input field ចឹងមានថាយើងនឹងធ្វើការវិចិញ្ជា field បែបនេះដូច field ក្នុងវីដេអូមុនចឹងខ្ញុំនឹងធ្វើការ note ចំណាំអ្នកគ្នាតិចចឹងវា input type គឺវាមានទៅលើ text មួយអូខេវាមានទៅលើគេទៀត radio checkbox អីចឹងទៅអូខេមានទៅលើ radio checkbox submit ហើយជាមួយនឹងប៊ូតុងអូខេចឹងសម្រាប់ទៅលើទី1តាក់ទងជាមួយនឹង text តើគេប្រើប្រាស់ទៅលើ text ហ្នឹងមានអីខ្លះចឹងខ្ញុំឧទាហរណ៍ថាខ្ញុំមានទៅលើ input មួយimport អ្នកគ្នាទៅសេបែបនេះក៏វាចេញមានលក្ខណៈជា tag ដែរណាចឹងតែអ្នកគ្នាទៅសេធ្វើការចុចពីបែបនេះហើយវាថា tag ក៏វាចេញឲ្យយើងដូចគ្នាដែលវានៅក្នុងហ្នឹងក៏វាមានជា type tag name id ស្រាប់តែម្ដងចឹងវាមានភាពងាយស្រួលអូខេចឹងនៅកន្លែងនេះតែ import ទៅលើ tag ហ្នឹងគឺមានដូចម្លេចចឹងឧទាហរណ៍ថាខ្ញុំមាន label ដែល label ហ្នឹងគឺបញ្ជាក់ទី1ហ្នឹងឯងអូខេនៅក្នុង label ដែលវា content ហ្នឹងខ្ញុំទៅសេថាវាគឺជាប្រភេទ this is tag អូខេចឹងខ្ញុំថាខ្ញុំបញ្ជាក់វាគឺជា tag អូខេចឹងនៅពេលដែលខ្ញុំធ្វើការ open visual server នេះឃើញវាជា tag ដែលយើងអាចធ្វើការវាបញ្ចូលទៅក្នុង import ហ្នឹងបានអូខេចឹងមួយទៀតឥឡូវនេះខ្ញុំធ្វើការបន្តគឺតាក់ទងជាមួយនឹងអីគេរបស់យើងមុនហ្នឹងគឺយើងមានទៅលើ radio គេថា display a radio button for selecting one or many choice ចឹងគេថា display the radio button មានថាវាជាប្រភេទ button ដែលជាលក្ខណៈ radio ដែលគេធ្វើការ select វាសម្រាប់ទៅលើមានជម្រើសច្រើនអូខេឥឡូវនេះឧទាហរណ៍ថាកន្លែងនេះបដូរវាទៅជា radio បែបនេះហើយអ្នកគ្នាអាចមើលបាននៅក្នុងនេះអូខេមានថា this is text កន្លែងនេះយើងអាចដូរបាននៅថាកន្លែងហ្នឹងដាក់អីគេ name អីគេradio ចាអូខេហើយវាចេញឲ្យអីអូខេកន្លែងនេះអញ្ចឹងទេខ្ញុំសូមដាក់វាជា radio ដែលយើងអាចធ្វើការ import ទៅវាបែបចាស់បានណាដល់ពេលនេះយើងអាច create វាមួយមកនិយាយថាវាយើងក៏អាចបង្កើតវាទៅលើ many choice ទៅលើហ្នឹងបានដែរឧទាហរណ៍ថានេះខ្ញុំសូម copy វាអូខេយើងអាចចុចវាបានឈប់អីចាចាំសិនណាអូខេអញ្ចឹងមានលក្ខណៈបែបហ្នឹងជ្រើស many choice តែជ្រើសបានតែម្ដងឯងអូខេឥឡូវយើងចូលមកកាន់មួយទៀតតែតជាមួយនឹង checkbox ម្ដងគេថា checkbox គឺ display checkbox for selecting zero or more many choice ចាំមានថាវាអាចជំរើសរបស់យើងហ្នឹងអាចលើកពី1ឡើងទៅដល់ radio ឯងអញ្ចឹងលក្ខណៈរបស់វាលក្ខណៈបែបម៉េចអញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំមានទៅលើនេះតែអូខេខ្ញុំ copy ផាសវាចុះក្រោមហើយកន្លែងនេះខ្ញុំប្រូវាទៅជាប្រភេទ checkbox ហើយសូមសរសេរវាបែបនេះអូខេហើយកន្លែងនេះប្រូទៅជា checkbox បែបនេះមកយ៉ាកន្លែង type ដល់គ្នាអូខេហើយកន្លែងនេះសូម copy យកតែម្ដងទៅអូខេចឹងអ្នកគ្នាអាចមើលបាននេះលក្ខណៈ checkbox បែបនេះហើយប្រសិនបើខ្ញុំចង់ធ្វើការចាប់បន្តកន្លែងនេះខ្ញុំអាចប្រើទៅលើ bio tag ហើយកន្លែងវាចង់បន្តហើយកន្លែងនេះយើងអាច put វា3ដងចេះចឹងលក្ខណៈរូបភាពជាប្រភេទ checkbox គឺវាមានលក្ខណៈ create បានទាំង3វាថាចំណុចដែលយើងបានព្រីហ្នឹងគឺវាមានលក្ខណៈលើពី1ដល់ប្រភេទ radio ឃើញទេបានតែមួយឯងអានេះយើងអាចធ្វើការ select វាបានទាំង3អូខេចឹងលក្ខណៈរបស់វាខុសគ្នាបែបហ្នឹងចឹងខ្ញុំធ្វើការ bio មួយទៀតហើយនៅក្នុងនេះគេក៏បានបង្ហាញវាជាលក្ខណៈប៊ូតុង submit ដែលយើងបានសិក្សានៅវីដេអូមុនហើយលក្ខណៈជាប៊ូតុងចឹងប៊ូតុងនេះគេប្រាប់ឲ្យថាវា to clickable ប៊ូតុងចឹង import ដែលយើងមានលក្ខណៈជាប្រភេទនេះខ្ញុំសូមធ្វើការ copy វាមួយចុះអូខេចឹងខ្ញុំដាក់កន្លែងនេះប៊ូតុងអូខេចឹង type របស់យើងនៅក្នុងនេះយើងបដូរវាទៅជាអីគេគឺទៅជា btn ក៏ប៊ូតុងហ្នឹងឯងអូខេចឹងនៅពេលដែលខ្ញុំធ្វើការប៉ះយើងថា this is ប៊ូតុងឃើញទេប៊ូតុងគឺយើងមានលក្ខណៈ click បែបចឹងលក្ខណៈ double ទៅលើ type គឺវាមានតែប៉ុណ្្នឹងឯងនៅក្នុង import ហើយក៏វាមានគេថាបញ្ជាក់ថា all the different input type are covered in the chapter import type នេះចឹងយើងអាចចុច click បានវាមានច្រើនទៅលើហ្នឹងទៀតវាមានទៅលើ data email file header image អីអ្នកគ្នាធ្វើការសាកតេស្តបានណាអូខេចឹងវីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងដែលយើងនឹងធ្វើការសិក្សាហើយសង្ឃឹមថាជួយអ្នកគ្នានៅមេរៀនបន្ត